រៀបសួរអ្នកទាំងអស់គ្នាខ្ញុំពពកខ្មៅហើយនឹងហើយយើងបន្តសេរីរបស់យើងជាបន្តទៀតតើភាពមុនពេលដែលជីឈឺបដោះសំណាក់វិញក៏ធ្វើម្ហូបឲ្យសាវជាហើយក៏លោកម្ហូបនឹងមកព្រមទាំងនិយាយទៅកាន់សាវជាថាណែស៊ុបមុនមកដល់ហើយក៏យកស៊ុបមុននឹងដាក់ទៅលើតុព្រមទាំងនិយាយទៅកាន់សាវជាថាសិស្សប្អូនតូចធ្វើអញចាំយូរហើយមកអាចញ៉ាំបានហើយសាវជាដែលធ្វើសមាធិឯនេះវិញក៏ចាប់ផ្ដើមមិនស្រួលដោយមានញើសហូរមកជាច្រើននឹងចាប់ផ្ដើមសម័យដល់ទស្សនភាពរបស់ព្រឹទ្ធាចារ្យទាំងអស់នោះធ្វើបាបគេសម្លេងនិយាយថាមកក្រែងអញចូលចិត្តវាដែរមិនអញ្ចឹងអញព្រមទៅណាសាវជាក៏និយាយថាជួយសម្លេងនោះក៏បានបន្លឺឡើងទៀតថាឆាប់មកពួកយើងនឹងស្រឡាញ់អញឲ្យពេញទំហឹងតែម្ដងហើយក៏មានសម្លេងសើចយ៉ាងគួរឲ្យខ្លាចពេលនោះមានដៃមួយមកចាប់គេសាវជាបើកភ្នែកយ៉ាងលឿនព្រមទៅដកដៃចេញមកហើយក៏និយាយថាចេះឆ្ងាយទៅជីឈើភ្ញាក់ហើយក៏និយាយថាជួយព្រមទៅអុកគួរទៅខាងក្រោយទៅក៏សួរទៅកាន់ថងថាប្រព័ន្ធក្បាលខ្ញុំនៅជាប់នឹងកតែថងក៏ឆ្លើយថាកុំបារម្ភអីនៅជាប់នឹងកទេសាវជាជុំដើរទៅកាន់ជីឈើហើយក៏សួរថានិយាយមកនេះចូលមកចិត្តខ្ញុំមានបំណងស្អីទៅជីឈើក៏ឆ្លើយទាំងផាត់ភ័យថាបងមកហៅអញទៅញ៉ាំបាយសាវជាក៏បញ្ចេញទឹកមុខឆ្ងល់បន្តិចជីឈើក៏និយាយថាសិស្សប្អូនតូចដើររបស់ឯងល្អស្អាតណាស់ដាក់វាចុះទៅបើធ្វើឲ្យមានស្នាមប្រឡាក់មិនល្អទេហើយក៏យកដៃរុញដាវនោះចេញបន្តិចសាវជាក៏យកដៃទុកវិញព្រមតែនិយាយថាលើក្រោយមិនបាយរំខានទេខ្ញុំមិនហូបរបស់ទាំងនេះឡើយជីឈីក៏យកឆ្អឹងចំណីជូរអែមមកដាក់ក្បាលសាវជាព្រមតែនិយាយថាអញពិតជាមិនញ៉ាំទេណាអញមើលណាឆ្អឹងចំណីនេះពណ៌ឡើងស្អាតយ៉ាងហ្នឹងស្រស់រសជាតិឆ្ងាញ់ដាក់មួយម៉ាត់ជាតិពេញមាត់ហ្មងដោយជីឈើរំខានពេកសាវជាក៏និយាយថាឈប់និយាយបបាច់ទៅខ្ញុំញ៉ាំបាននៅជីឈើក៏និយាយទាំងសប្បាយចិត្តថាបានសិស្សច្បងទៅយកបាយមកឲ្យឯងណាកាត់មកតុកបាយឯនេះវិញសាវជាសម្លងមើលជីឈើហើយក៏គិតក្នុងចិត្តថាខ្ញុំតែងតែគិតថាជីឈើធ្វើពុតជាយកចិត្តទុកដាក់ព្រោះតែមានគម្រោងអ្វីមួយក៏ប៉ុន្តែប្រហែលថ្ងៃនេះកាត់មកការសម័យរបស់សាវជាជីឈើក៏បាននិយាយទៅកាន់សាវជាថាសិស្សប្អូនតូចយ៉ាងមិនដែរសេះទៅហើយភាពទឹកប៉ុណ្ណឹងល្មមទេសិស្សប្អូនតូចផឹកទឹកខ្មុំបន្តិចទៅជួយឲ្យគេងលក់ស្រួលពេលគេងវិញជីឈើតែងតែវាយមកឲ្យសាវជាព្រមទាំងនិយាយថាអាមូសំអុយឆាប់ចេញឲ្យឆ្ងាយភ្លាមសាវជាគឺគិតក្នុងចិត្តថាគេមើលទៅពិតជាមើលថាខ្ញុំដោយបរិសុទ្ធចិត្តពិតមែនជីឈើទៅឃើញសាវជាសម្លងមើលខ្លួនក៏សួរថាសិស្សប្អូនតូចមិញនេះអាចសម្លងមើលបងឬសាវជាក៏ឆ្លើយថាអត់បានមើលទេខ្ញុំញ៉ាំឆ្អែតហើយជីឈើញញឹមបន្តិចព្រមទាំងនិយាយថាអញ្ចឹងឯងទៅសម្រាប់សិនទៅចាំពេលទឹកត្រាំឆ្អិនហើយបងហៅឯងកាត់មកពេលដែលសាវជាសម្រាប់ឯនេះវិញសាវជាក៏បើកផ្នែកឡើងព្រមទាំងគិតក្នុងចិត្តថាក្តៅណាស់សាវជាក៏ចុះពីលើក្រែដើម្បីទៅមើលពេលដែលបើកទ្វារមកភ្លាមក៏ឃើញភ្លើងយ៉ាងសន្ធោសន្ធៅកំពុងតែឆេះសាវជាក៏បើកផ្នែកធំហើយក៏គិតក្នុងចិត្តថានេះគឺទីបំផុតគេបញ្ចេញសកម្មភាពវាយប្រហារហើយតើនេះខ្លាចសាវជាយល់ច្រឡំជីឈឺក៏បាននិយាយថាសិស្សប្អូនតូចអញស្ដាប់បងបកស្រាយសិនបងជាមិនបានស្ដាប់ទេហើយក៏ចាប់ផ្ដើមប្រើវិធីគ្រប់គ្រងទឹកហើយក៏ចាប់ផ្ដើមមានពពកខ្មៅនៅផ្កលលាន់មានទឹកភ្លៀងស្រោចមកលើជីឈើឡងឈូហ្មងសាវជាក៏ដើរមកក្បែរជីឈើព្រមទាំងនិយាយថាអញព្យាយាមរៀបផែនការជីច្រើនថ្ងៃហេតុផលចង់ប្រើមធ្យោបាយថោកទាបដុតសម្លាប់យើងអញ្ចឹងហ៎ជីឈើក៏និយាយថាសិស្សប្អូនតូចអញយល់ច្រឡំនឹងបងហើយបងគ្មានចេតនាធ្វើឲ្យភ្លើងឆេះទេគឺបងចង់ធ្វើស្ករតាំងម៉ែទុកឲ្យឯងសាវជាក៏សួរបញ្ជាក់ថាស្ករតាំងម៉ែជីឈើក៏យកស្ករតាំងម៉ែចេញមកព្រមទាំងនិយាយថាបងឃើញរាល់ពេលឯងផឹកថ្នាំអញជ្រុំចិញ្ចាំរហូតគិតថាថ្នាំនោះល្វីងពេកដូច្នេះទើបបងផ្ដាំកំណត់ធ្វើស្ករតាំងម៉ែខ្លះស្មានម្ដងថាបងគ្រប់គ្រងភ្លើងមិនបានល្អវីតែនឹងឆេះផ្ទះទៅហើយជីឈើក៏ហុចស្ករតាំងម៉ែឲ្យសាវជាព្រមទាំងនិយាយថាអញសាក់ភ្លក់មួយគ្រាប់ទេទោះរូបរាងខាងក្រៅវាមិនស្អាតតែរសជាតិវានៅឆ្ងាញ់ដដែលទេសាវជាក៏និយាយថាលើកក្រោយកុំធ្វើកិច្ចការលើសលួនអញ្ចឹងទៀតហើយក៏បែរខ្លួនបំរុងនឹងចូលដំណាក់តែស្រាប់តែពេលនោះសាវជាក៏ទន់ជើងហើយក៏ប្រងដួលទៅហើយតែជីឈើត្រូវទាន់ព្រមទាំងនិយាយថាប្រយ័ត្នជីឈើក៏សួរសាវជាថាសិស្សប្អូនតូចអញមិនអីទេឬសាវជាក៏ក្នុងចិត្តថាយ៉ាប់មែនរាងកាយខ្ញុំនៅមិនទាន់ជាសះស្បើយឡើងវិញផងបែរជាទៅប្រើកម្លាំងធាតុទៀតអញ្ចឹងបានជាគ្មានកម្លាំងសោះដល់ឃើញសាវជាមិននិយាយស្ដីជីឈើក៏បាននិយាយថាសិស្សប្អូនតូចឯងកុំខ្លាចអីសិស្សច្បងអៀវឯងទៅណាមកសិស្សច្បងចឹងអីទោះរូបរាងបងមើលទៅដូចជាទន់ខ្សោយតែបងមានកម្លាំងខ្លាំងណានិយាយហើយក៏បំរុងបីសាវជាតែសាវជាក៏រុនជីឈើមួយទំហឹងព្រមទាំងនិយាយថាឡើងទៅខ្ញុំអាចដើរខ្លួនឯងបានស្រាប់តែពេលនោះសាវជាក៏ល្អិលជើងម្ដងទៀតហើយជីឈើក៏ស្ទុះទៅត្រកក្បាលសាវជាហើយក៏និយាយថាប្រយ័ត្នជីឈើត្រកក្បាលរបស់សាវជាបានហើយតែជាហេតុធ្វើឲ្យជីឈើត្រកទៅលើសាវជាស្របពេលនោះហាន់សឹងក៏បើកទ្វារចូលមកព្រមទាំងនិយាយថាសាវជាខ្ញុំមកមើលឯងហាន់សឹងពេលដែលឃើញជីឈើត្រកទៅលើសាវជាដូចនេះខឹងខ្លាំងណាស់ហាន់សឹងក៏និយាយថាជីឈើឯងនេះថ្លង់ធំណាស់ហើយក៏ប្រើយុទ្ធសាស្ត្ររបស់ខ្លួនទៅលើជីឈើបិទភ្នែកហើយក៏គិតក្នុងចិត្តថាចាប់ហើយងាប់មែនតើហើយស្រាប់តែពេលនោះសាវជាក៏មកពីក្រោយជីឈើហើយក៏ប្រើថាមពលដើម្បីការពារជីឈើក៏គិតក្នុងចិត្តថាសិស្សប្អូនតូចគេរត់មកក្រោយខ្នងខ្ញុំតាំងពីពេលណាហាន់សឹងក៏និយាយទៅកាន់សាវជាថាសាវជាហេតុអីឯងជួយគេបំពេញលើឯងណាសាវជាក៏តបវិញថាប្រតិយាយកខុសហើយមិននេះរាងកាយខ្ញុំមិនស្រួលសិស្សច្បងចង់បីខ្ញុំទៅសម្រាកតែកម្លាំងធាតុខ្ញុំចុះខ្សោយទៅមិនប្រយ័ត្នដួលលើគ្នាសាវជាក៏បែរទៅជីឈើហើយក៏និយាយថាប្រតិយាមើលទៅសិស្សច្បងដើម្បីតការពារខ្ញុំឡើងរបួសទៅហើយជីឈើក៏និយាយថាមែនតើខ្ញុំមិនបានចាប់អារម្មណ៍សោះ
ហាន់សុងក៏រងាប់កំហឹងហើយក៏និយាយទៅកាន់សៅជាថាត្បិតរាងកាយអញមិនស្រួលដូច្នេះមិនត្រឡប់ទៅដំណាក់ខ្ញុំវិញទៅខ្ញុំទើបតែរកឃើញក្បួនសម្ងាត់នៃវិជាគុណចង់សិក្សាស្រាវជ្រាវជាមួយឯងជីឈើសម្លឹងមើលសៅជាហើយក៏គិតក្នុងចិត្តថាវិវត្តហើយសពអូនទៅជើក្បួនវិជាគុណបំផុតបើសិនជាគេទៅជាមួយហាន់សុងប៉ុន្មានថ្ងៃដែលខ្ញុំខំប្រឹងនេះមិនទៅជាអត់ប្រយោជន៍ទៅហើយទេសៅជាក៏អង្គគោរពហាន់សុងបន្តិចហើយក៏និយាយថាអរគុណព្រះរាជាសម្រាប់ការអញ្ជើញប៉ុន្តែខ្ញុំបានគិតគ្នាជាមួយសិស្សច្បងហើយថានឹងរំលឹកមេរៀនជាមួយគ្នាកន្លះខែខាងមុខនឹងមានការប្រកួតធំប្រចាំបកហើយហាន់សុងក៏និយាយថាសៅជាអញមានមូលដ្ឋានគ្រឹះរឹងមាំស្រាប់ទៅហើយមិនគួរភ័យខ្លាចនឹងការប្រឡងប្រចាំបកនេះទេសៅជាក៏ឆ្លើយថាខ្ញុំមិនភ័យទេតែសិស្សច្បងធំមួយរយៈនេះព្រោះតែនៅមើលថែខ្ញុំទើបមិនបានអើពើនឹងមេរៀនជាច្រើនក្នុងនាមខ្ញុំជាសិស្សប្អូនគួរតែជួយគាត់សៅជាក៏សួរទៅកាន់ជីឈឺថាត្រូវតែសិស្សច្បងធំជីឈឺក៏ឆ្លើយថាសិស្សប្អូនតូចនិយាយត្រូវសៅជាក៏ជួយគ្រាជីឈឺឡើងហើយក៏សួរថាសិស្សច្បងមានកាត់អីអត់ជីឈឺក៏ឆ្លើយថាបញ្ហាតូចញាប់នឹងវាគ្មានស្អីទេឲ្យតែឯងមិនរបួសគឺល្អហើយហាន់សង្ឃឃើញពួកគេសើចសារគ្នាក៏គិតក្នុងចិត្តថាសៅជាពីមុនចូលចិត្តមកផ្អែកលើពួកយើងបំផុតជីឈឺម្នាក់នេះគេប្រតិសាស្អីទៅប៉ុន្មានថ្ងៃនេះស្អិតរមួតជាមួយសៅជាបែបហ្នឹងសៅជាក៏និយាយទៅកាន់ហាន់សង្ឃថាប្រតិចាបើគ្មានការអ្វីផ្សេងទេខ្ញុំសូមតែរំលឹកមេរៀនជាមួយសិស្សច្បងហើយហាន់សង្ឃក៏និយាយថាអញ្ចឹងបានពួកឯងរៀបចំហ្វឹកហាត់ចុះថ្ងៃក្រោយខ្ញុំនឹងមកមើលឯងទៀតហាន់សង្ឃបែរទៅមកខាងព្រមទាំងឆ្ងល់ហើយក៏ដើរចូលទៅមើលបន្តិចហើយក៏គិតថាទីនេះមិនបានជាមានសម្រាប់ច្រើនដល់ថ្នាក់នេះហាន់សង្ឃក៏បំរុងប្រាយុទ្ធសាស្ត្ររបស់ខ្លួនដើម្បីបំផ្លាញរបស់ទាំងអស់នោះជីឈឺមកពាំងពីមុខហើយក៏និយាយថាប្រតិចាឈប់សិនរបស់ទាំងអស់នេះសិតតែជារបស់ដែលខ្ញុំប្រមូលមកយ៉ាងលំបាកបើប្រតិចាបំផ្លាញវាចោលឲ្យខ្ញុំធ្វើម្ហូបឲ្យសិស្សប្អូនយ៉ាងម៉េចនឹងកើតទៅហាន់សង្ឃក៏បាននិយាយថាសៅជាដល់ដំណាក់កាលពីគូហើយបើប្រើរបស់ទាំងអស់នេះទៀតក៏គ្មានប្រយោជន៍ដែរជីឈឺក៏តបថាគ្រាន់តែពីគូញ៉ាំអាហារអត់បានដែរឬប្រតិចាដឹងពីអាហាររូបធម្មអត់ពេលនេះសិស្សប្អូនគឺជាអ្នកជំងឺនៅឡើយគួរតែញ៉ាំអាហារល្អហាន់សង្ឃមិនបានខ្វល់ទេក៏និយាយថាឯងជិះចេញយើងថាមិនឲ្យប្រើគឺមិនឲ្យប្រើហើយខ្ញុំសូមនិយាយទៅអ្នកគ្នាគឺពីគូនឹងគឺជាតិចនៃក្នុងការតមអាហាររបស់សាសនាតាវាចឹងណាតែជាក៏និយាយទៅកាន់ហាន់សង្ឃថាប្រតិចារបស់ទាំងអស់នេះមិនធ្វើឲ្យទៅតែអ្វីទេទុកនៅទីនឹងចុះគឺសៅជានិយាយបែបនេះហើយហាន់សង្ឃក៏និយាយថាបានត្បិតឯងនិយាយបែបនេះហើយអញ្ចឹងទុកវានៅបណ្ដោះអាសន្នសិនចុះខ្ញុំត្រឡប់ទៅវិញសិនហើយជីឈឺក៏លើកដៃលាហើយក៏និយាយថាអរគុណច្រើនប្រតិចាដើរមួយហាន់សង្ឃងាកមកមើលជីឈឺហើយក៏គិតក្នុងចិត្តថាជីឈឺចាំពេលដែលសៅជាបានស្រួលបួវិញយើងនឹងមិនដោះលែងឯងទេហាន់សង្ឃទុតបាត់ជីឈឺក៏និយាយទៅកាន់សៅជាថាសិស្សប្អូនតូចមិញនេះអរគុណឯងហើយដែលបានជួយយើងមិនទាន់ចប់ផងក៏ត្រូវសៅជាទាញទៅសង្កត់ទៅនឹងជញ្ជាំងហើយក៏សួរថាឯងជាអ្នកណាជីឈឺក៏តបវិញថាបងគឺជាសិស្សច្បងធំឯងកាត់អីណោះតែជាក៏បន្តថាទោះបីសិស្សច្បងធំល្ងីល្ងើមែនតែយ៉ាងហោចណាស់ក៏ហ្វឹកហាត់ឈានដល់កម្លាំងធាតុមាសទៅហើយមិនគ្រាន់តែបញ្ចេញពន្លឺមាសដើម្បីការពារខ្លួនក៏ធ្វើមិនបានទៅកើតជីឈឺក៏ឆ្លើយតាំងរអាក់រអួលថានោះក៏ព្រោះតែបងសៅជាក៏សួរជីឈឺទាំងសម្លុតថាខ្ញុំសួរម្ដងទៀតសរុបមកតើឯងជាអ្នកណាហើយក៏ប្រើកម្លាំងសង្កត់ដៃជីឈឺយ៉ាងខ្លាំងជីឈឺក៏សួរថងថាប្រព័ន្ធធ្វើមិនទៅនិយាយយ៉ាងណាទៅគេជឿខ្ញុំស្រាប់តែពេលហ្នឹងប្រព័ន្ធត្រូវកាត់ផ្ដាច់ជីឈឺក៏និយាយទាំងខឹងថាអាឡោះប្រព័ន្ធហ្នឹងមកផ្ដាច់បណ្ដាញស្អីពេលនេះជីឈឺក៏ឆ្លើយទាំងផិតភ័យថានៅថ្ងៃដែលបងរស់ឡើងវិញនោះបងក៏រកឃើញថាការចងចាំដែលតាក់ទងនឹងវិជាគុណទាំងប៉ុន្មានរបស់បងរលាយបាត់អស់ហើយបងខ្លាចឯងបារម្ភទើបមិនបាននិយាយអីតែជាក៏អន់មកគិជីឈឺជាងមុនហើយក៏សួរបញ្ជាក់ថាពិតមែនឬជីឈឺក៏ឆ្លើយទាំងផិតភ័យថាតែជាក៏ព្រមប្រឡែងដៃជីឈឺហើយក៏កើតក្នុងចិត្តទាំងឆ្ងល់ថារស់ឡើងវិញបាត់បង់ការចងចាំអាចទេដែលមានរឿងអ្វីមួយដែលកើតឡើងនៅដែនដីអាចកំបាំងធ្វើឲ្យគេរស់ឡើងវិញនោះសៅជាក៏បានទៅហៅជីឈឺថាសិស្សច្បងធំជីឈឺក៏ភ័យហើយក៏និយាយថានៅនេះសៅជាក៏សួរទៅកាន់ជីឈឺថាខ្ញុំសួរបងក្នុងយុទ្ធសាស្ត្រអ៊ីនយ៉ាងបំលាញពពកទៅជាខ្យល់តើបងចែកជាប៉ុន្មានចំណុចជីឈឺអេះក្បាលហើយសួរទៅកាន់សៅជាវិញថាឯងនិយាយអីក្នុងអ៊ីនយ៉ាងស្អីខ្យល់ស្អីសៅជាក៏ឆ្លើយថាគ្មានអីទេបងត្រឡប់ទៅធ្វើការបោកសិនទៅសៅជាក៏គិតក្នុងចិត្តថាប្រតិកម្មរបស់គេមើលទៅដូចជាមិនមែនធ្វើពុតទេជឿគេបណ្ដោះអាសន្នសិនចុះជីឈឺក៏និយាយថាអញ្ចឹងបងទៅដាំទឹកថ្នាំសិនណាបន្តិចទៀតបងនឹងមករកឯងវិញនិយាយចប់ជីឈឺក៏រត់ទៅបាត់សៅជាក៏ងាកមើលជីឈឺបន្តិចហើយក៏គិតក្នុងចិត្តថាជីឈឺសង្ឃឹមថាឯងមិនភូតកុហកខ្ញុំទេណាកាលមកពេលដែលជីឈឺដាំថ្នាំឲ្យសៅជាហើយក៏លើកថ្នាំយកមកហើយក៏និយាយថាតាលៀងញ៉ាំថ្នាំបើខ្ញុំអាចខុសសូមអធិស្ឋានផងអ្នកទាំងអស់គ្នាពាក្យតាលៀងជីឈឺនិយាយទៅកាន់សៅជាហ្នឹងគឺក្នុងគោលបំណងលួងលោមឲ្យសៅជាញ៉ាំថ្នាំ
សៅជាក៏សួរជីឈឺថាតាលៀងជីអ្នកណាមិនរកពេលសោះច្បងឲ្យខ្ញុំញ៉ាំថ្នាំនិយាយតែឈ្មោះមួយនឹងអញ្ចឹងជីឈឺហិតថ្នាំឲ្យសៅជាហើយក៏និយាយថាអូតាមរឿងព្រេងតាលៀងគឺជាអតិថិប្រចាំភូមិកំណើតដែលថែរក្សាគុំក្រងសុខភាពរបស់យើងមុនញ៉ាំថ្នាំនិយាយថាតាឡើងញ៉ាំថ្នាំហើយនឹងធ្វើឲ្យកាន់តែឆាប់ជាលឿនជីឈឺហិតថ្នាំឲ្យសៅជាហើយក៏និយាយថាបានហើយឈប់សួរទៅធ្វើគ្មានល្អស្ដាប់បង្គាប់ផឹកថ្នាំនេះទៅសៅជាក៏យកថ្នាំពីដៃជីឈឺយកមកផឹកជីឈឺក៏សួរទៅកាន់ហានសឹងថាបងចាំបានថាឯងនឹងប្រតិចាហានសឹងមានទំនាក់ទំនងល្អជាមួយគ្នាណាស់មិនចឹងមិនបានថ្ងៃនេះឯងនិយាយសោះក៏ក្រោះជាមួយគាត់ម្លេះសៅជាហុចចាន់ថ្នាំឲ្យជីឈឺហើយក៏និយាយថារឿងខ្ញុំជាមួយគាត់យ៉ាងណានោះខ្ញុំចេះគិតខ្លួនឯងហើយមិនបាច់សួរនាំច្រើនទេជីឈឺក៏និយាយថាបានបងលែងសួរនាំហើយបងទៅរៀបចំមាន់ដុតសម្រាប់អាហារពេលល្ងាចណាហើយក៏ចេញទៅទាំងសប្បាយចិត្តជាមើលដៃខ្លួនឯងនៅកំពុងញ័រហើយក៏គិតក្នុងចិត្តថាកាលពីជីវិតមុនពេលខ្ញុំរស់ឡើងវិញទោះបីខ្ញុំបានសម្លាប់មនុស្សថប់ទាបទាំង4នាក់នោះក៏ពិតមែនដោយសារតែខ្ញុំបានទទួលការបំពានបៀតបៀនពីពួកគេខ្លាំងពេកទើបចុងក្រោយខ្ញុំត្រូវស្លាប់ព្រោះតែអស់ថាមពលរស់ឡើងវិញម្ដងនេះខ្ញុំមានពេលគ្រប់គ្រាន់សម្រាប់ពង្រឹងកម្លាំងរបស់ខ្ញុំឲ្យកាន់តែខ្លាំងហើយនឹងរៀបចំគម្រោងសម្រាប់ការសងសឹកឲ្យបានល្អឥតខ្ចោះប៉ុន្តែចៅជាបែរទៅមើលជីឈឺហើយក៏គិតថាប៉ុន្តែមនុស្សម្នាក់នេះទឹកចិត្តបែបណាក៏មិនទាន់ដឹងច្បាស់សិនបើមនុស្សទាំង4នាក់នោះគឺជាអ្នករៀបចំផែនការបញ្ជូនគេមកដើម្បីនៅចិត្តខ្ញុំនោះមុខជាកាន់តែស្មុគស្មាញជីឈឺទៅកំពុងចាប់មាន់ឯនេះវិញក៏ត្រូវមាន់ចឹកហើយក៏និយាយទៅកាន់សៅជាថាសឹកអូនតូចជួយបងផងណាមាន់មួយក្បាលនេះចឹកបងហើយសៅជាក៏ចុះពីលើក្រែមកមើលជីឈឺបន្តិចក៏គិតក្នុងចិត្តថាមើលទៅខ្ញុំបែបអារម្មណ៍ជ្រុលពេកហើយមនុស្ស4នាក់នោះជាមនុស្សឆ្លាតចេះត្រិះរិះគិតហើយមើលទៅមិនគួរបញ្ជូនមនុស្សល្ងើបែបនេះមកនោះទេហើយក៏បិទទ្វារបាត់ព្រមទាំងគិតក្នុងចិត្តថានឹកដល់មិត្តភាពប៉ុន្មានថ្ងៃនេះខ្ញុំគិតថាគួរតែរកវិធីរក្សាជីវិតគេនៅថ្ងៃមុខឯជីឈឺណាស់វិញក៏និយាយទាំងកំសត់ថាសពអូនតូចកុំបិទទ្វារជួយបងផងជីឈឺក៏ត្រូវមាន់ដេញចុកហើយក៏រត់ពេញនឹងព្រមទាំងស្រែកថាកុំចូលមកជួយផងកាត់មកពេលល្ងាចឡើងមីងប្រចាំផ្ទះបាយក៏ហុចកន្ត្រកឲ្យជីឈឺហើយក៏និយាយថាណែមាន់របស់ឯងចាស់ចាញ់រួចហើយយកទៅជីឈឺក៏ទទួលទាំងសប្បាយចិត្តព្រមទាំងនិយាយថាវ៉ារៀបចំបានល្អបែបនេះស័ក្តិសមជាបុប្ផាមួយតងប្រចាំផ្ទះបាយក្នុងប៉ាក់នេះពិតមែនអ្នកមីងប្រចាំផ្ទះបាយក៏និយាយថាអើឡត់ឯងបញ្ចូលខ្ញុំក៏គ្មានប្រយោជន៍ដែរក្រាច់ឯងក៏អាចសម្លាប់មាន់បានដែរតើអីមិនក៏មករកខ្ញុំឲ្យជួយរត់តែពេលអញ្ចឹងជីឈឺអេះក្បាលបន្តិចហើយក៏និយាយថាហាយ៉ាអ្នកមានរូបស្អាតចិត្តល្អធ្វើដៃក៏ពូកែទៀតតាំងពីកើតមករហូតបានប៉ុននេះខ្ញុំមិនដែលបានឃើញនរណាសម្លាប់មាន់បានស្អាតនិងជំនាញដោយអ្នកមីងទេមិនចម្លែកទេដែលសិស្សនៅក្នុងប៉ាក់នេះចូលចិត្តញ៉ាំអាហារស្នាដៃអ្នកមីងទាំងអស់អ្នកមីងក៏សើចបន្តិចព្រមទាំងនិយាយថាអើល្អិតនេះចេះសម្ដីផ្អែមទៀតជីឈឺលើកដៃលាបំរុងនឹងចេញទៅព្រមទាំងនិយាយថាថ្ងៃនេះលំបាកដល់អ្នកមីងហើយដោយរត់ដល់អញ្ចឹងចាំពេលខ្ញុំនឹងសើប្អូនញ៉ាំអាហាររួចខ្ញុំនឹងមកជួយកិច្ចការអ្នកមីងណាអ្នកមីងក៏និយាយថាចាំបន្តិចក៏ហុចនំមួយប្រអប់ឲ្យជីឈឺព្រមទាំងនិយាយថាប៉ុន្មានថ្ងៃនេះឯងជួយកិច្ចការខ្ញុំបន្តិចនោះទេនំមួយប្រអប់នេះឲ្យឯងយកវាទៅញ៉ាំទៅណាជីឈឺក៏សួរថាវ៉ាពិតจะឲ្យខ្ញុំពិតមែនណាជីឈឺក៏និយាយតែរលីងរលងទឹកភ្នែកថាអរគុណអ្នកមីងខ្ញុំក្តុកក្តួលណាស់អ្នកមីងប្រៀបដូចជាម្ដាយខ្ញុំអញ្ចឹងមីងក៏ឆ្លើយវិញថាខ្ញុំបែបមិនចង់បានកូនប្រុសដែលពូកែឆាឆៅនឹងរវើដូចជាឯងអញ្ចឹងទេឆាប់យកទៅញ៉ាំទៅជីឈឺក៏គិតក្នុងចិត្តថានៅទីនេះមនុស្សគ្រប់គ្នាផ្ដោតអារម្មណ៍ទៅលើតែសិស្សប្អូនតូចនេះជាលើកទី1ហើយដែលមានមនុស្សឲ្យកាដូមកខ្ញុំជីឈឺទទួលនំហើយក៏និយាយថាបានចឹងខ្ញុំត្រឡប់ទៅនោះក៏មានបារម្ភណាស់ក្រោយជីឈឺហើយក៏និយាយថានំទាំងនេះមើលរូបរាងទៅទំនងឆ្ងាញ់ណាស់ដោយសារភ្ញាក់ពេកជីឈឺក៏កិច្ចទៅម្ខាងហើយក៏និយាយថាលោកគឺគេក៏បានឲ្យដឹងថាបារម្ភម្នាក់នេះក៏ជាព្រឹទ្ធាចារ្យម្នាក់ផងដែរមានឈ្មោះថាឈីងអ៊ីក៏សួរជីឈឺថាឯងជាកូនសិស្សម្នាក់ណាអញ្ចេះមុខមាត់ដូចប្រហែលជីឈឺក៏ឆ្លើយថាព្រឹទ្ធាចារ្យឈីងអ៊ីព្រឹកខ្ញុំហើយខ្ញុំគឺជាសិស្សទី1ក្នុងបកនេះជីឈឺឈីងអ៊ីក៏និយាយថាជីឈឺក៏ងក់ក្បាលព្រមទាំងនិយាយថាគឺខ្ញុំឈីងអ៊ីនៅឃើញដល់ជីឈឺកាលពីមុនព្រមទាំងគិតក្នុងចិត្តថាខ្ញុំចាំបានថាគេកាលពីមុនតែងតែចូលចិត្តអានក្បាលចោះហើយទឹកមុខអាប់អួរទើបខ្ញុំមិនដែលចាប់អារម្មណ៍លើគេឈឺក៏ហុចប្រអប់នំឲ្យឈីងអ៊ីហើយក៏និយាយថាប្រតិចារ្យឈីងអ៊ីចង់សាក់ភ្លក់មើលទេឈីងអ៊ីញញឹមបន្តិចហើយក៏គិតក្នុងចិត្តថាមិននឹកស្មានថាថ្ងៃនេះពេលបានមើលជាក់ច្បាស់ទៅការពិតជាមនុស្សដែលមានសម្រស់ស្រស់ស្អាតប្លែកបែបនេះសោះឈីងអ៊ីក៏និយាយថាមិនបាច់ទេស្រាវជាមួយរយៈនេះគេយ៉ាងម៉េចហើយជីឈឺក៏ឆ្លើយថាសិស្សប្អូនតូចបានធូរច្រើនហើយចង់ឲ្យខ្ញុំនាំព្រឹទ្ធាចារ្យទៅមើលគេទេឈីងអ៊ីក៏និយាយថាកុំអីថ្នាំដែលខ្ញុំប្រមូលបានថ្មីនៅមិនទាន់បន្សុទ្ធទេ
ខ្ញុំត្រូវរវល់មួយរយៈសិនហើយផ្ដាំឯងជួយសួរសុខទុក្ខសែវជាជំនួសខ្ញុំផងជីឈឺយកនំទុកហើយក៏និយាយថាដឹងហើយអញ្ចឹងសិស្សម្នាក់នេះសុំលាទៅមុនហើយសិស្សប្អូនតូចកំពុងនៅចាំខ្ញុំត្រូវតែធ្វើមាត់ដុតឲ្យគេធីងអ៊ីឃើញដៃជីឈឺក៏ហមក៏សួរថាដៃរបស់ឯងកាត់អីហ្នឹងជីឈឺលើកដៃមកមើលហើយក៏និយាយថាព្រឹត្តិចារនិយាយពីអាមួយហ្នឹងឬខ្ញុំមិនប្រយ័ត្នទៅធ្វើអីរហ័យស្បែកតិចតួចព្រឹត្តិចារមិនបាច់បារម្ភទេខ្ញុំបានលាបថ្នាំរួចរាល់ហើយឈិងអ៊ីក៏និយាយថាមិនមែនទេខ្ញុំគ្រាន់តែឃើញរបួសបែបនេះក៏បារម្ភពីសៅជាខ្លាចមានរឿងអ្វីកើតឡើងនឹងណាឈឺកាន់បន្តិចហើយក៏គិតក្នុងចិត្តថាការពិតមិនបានបារម្ភពីខ្ញុំទេខ្ញុំខំតែរំជើបរំជួលថងចេញមកហើយក៏និយាយថាលោកម្ចាស់មិនក៏ទៅសម័យអញ្ចឹងកើតហេតុអីជីឈឺក៏បាននិយាយថាព្រឹត្តិចារទុកចិត្តចោះទោះបីខ្ញុំត្រូវពន្លះស្បែកទាញយកឆ្អឹងនៅសល់តែដង្ហើមចុងក្រោយក៏ដោយក៏មិនឲ្យសិស្សប្អូនតូចត្រូវរងរបួសសូម្បីតែមួយសរសៃសក់ឈិងអ៊ីញញឹមបន្តិចហើយក៏និយាយថាអេមិនក៏ឯងនិយាយពាក្យគួរឲ្យតក់ស្លុតអញ្ចឹងទៅរួចជីឈឺលឺហើយឈឺចិត្តណាស់ក៏គិតថាគ្រាន់តែប្រយោគសន្យាខ្លីមួយឃ្លាក៏គេសប្បាយចិត្តដល់ថ្នាក់នេះផងឬឈិងអ៊ីសាច់ហើយក៏និយាយថាឈប់លេងសាច់នឹងឯងហើយនេះគឺជាថ្នាំព្យាបាលរបួសរូបមន្តសម្ងាត់របស់ខ្ញុំជួយឲ្យឆាប់ជាសះមុខរបួសហើយក៏ដកថ្នាំយកមកឲ្យជីឈឺព្រមទាំងនិយាយតទៀតថាខ្ញុំឃើញថារបួសរបស់ឯងមិនស្រាលទេយកទៅទុកប្រើចោះទទួលថ្នាំហើយក៏សួរឈិងអ៊ីបន្តឲ្យខ្ញុំឬអរគុណព្រឹត្តិចារឈិងអ៊ីណាស់លោកចូលចិត្តញ៉ាំមាន់ដុតអត់ចាំពេលខ្ញុំធ្វើឆ្អិនខ្ញុំយកឲ្យព្រឹត្តិចារភ្លក់អ្នកមីងផ្ទះបាយក៏និយាយទៅកាន់ជីឈឺថាពួកព្រឹត្តិចារពីគូហើយមិនត្រូវការញ៉ាំអាហារទេជីឈឺក៏និយាយទាំងអន់ចិត្តថាអូយល់ហើយឈិងអ៊ីក៏បាននិយាយថាគ្មានបញ្ហាទេខ្ញុំអាចញ៉ាំបានកុំឲ្យព្រោះតែរឿងនេះធ្វើឲ្យសៅជាឃ្លានគឺបានហើយជីឈឺលឺឈិងអ៊ីនិយាយបែបនេះក៏បានតបថាបានអញ្ចឹងខ្ញុំនឹងទៅរៀបចំហ្មងចាំពេលដុតមាន់ឆ្អិនខ្ញុំនឹងយកទៅជូនព្រឹត្តិចារនិយាយចប់ជីឈឺក៏ដើរចាក់ចេញទៅទាំងសប្បាយចិត្តឈិងអ៊ីសម្លងមើលជីឈឺពីក្រោយហើយក៏ញញឹមលាក់កំនួចកាត់មកពេលដែលជីឈឺទៅដល់សំណាក់វិញជីឈឺក៏យកកន្ត្រកទៅដាក់នៅលើតុហើយក៏គិតក្នុងចិត្តថាសិស្សប្អូនតូចកំពុងនៅសមាធិប្រមូលកម្លាំងធៀបនៅឡើយបែបនេះមួយសន្ទុះទៀតទៅរួចខ្ញុំលាបថ្នាំនេះហើយសុំទៅធ្វើម្ហូបចុះជីឈឺក៏អង្គុយចុះហើយក៏យកថ្នាំនោះមកបើកបំរុងនឹងលាបព្រមតែគិតក្នុងចិត្តថាមិនចម្លែកទេដែលរបស់ព្រឹត្តិចារឲ្យមានក្លិនខុសប្លែកពីថ្នាំព្យាបាលរបួសធម្មតាសែវជាធំក្លិនថ្នាំនេះហើយក៏បើកផ្នែកធំហើយក៏និយាយថាថ្នាំនេះគឺហើយក៏ស្ទុះក្រោកយ៉ាងលឿនទៅចាប់ដៃជីឈឺហើយក៏សួរជីឈឺថារបស់នេះសិស្សច្បងបានមកពីណាជីឈឺក៏ឆ្លើយថាគឺព្រឹត្តិចារឈិងអ៊ីឲ្យវាមកបងលើបែបនេះសែវជាក៏ឆក់ថ្នាំពីដៃរបស់ជីឈឺយកទៅបោកចោលភ្លាមជីឈឺឃើញទង្វើរបស់សែវជាបែបនេះក៏និយាយថាអញឈួតស្អីនឹងចាំមែនរបស់ល្អបែបនេះបែរជាត្រឹកខ្ជិះខ្ជាបែបនេះទៅវិញសៅជាក៏អត់មកគេជីឈឺភ័យណាស់ក៏និយាយថាឯងចង់ធ្វើអីហ្នឹងសៅជាក៏និយាយទៅកាន់ជីឈឺថាខ្ញុំសូមប្រមានលើកក្រែហាមទទួលរបស់ពីគេជីឈឺក៏សួរសៅជាទាំងភ័យថាអ្នកណាប្រតិចារឈិងអ៊ីមែនមកឃើញគាត់ចិត្តល្អសឹងអីហ្នឹងសៅជាលើជីឈឺនិយាយបែបនេះខឹងខ្លាំងណាស់ក៏និយាយថាសិស្សបងនឹងយ៉ាងម៉េចទេឈិងអ៊ីគេហើយក៏ប្រើកម្លាំងទៅលើជីឈឺក៏សួរបកទៅកាន់សៅជាវិញទាំងមិនដឹងអីថាគាត់យ៉ាងម៉េចឯងធ្លាប់គុំគួនអីជាមួយគាត់ឬសៅជាក៏បលែងដៃពីឲ្យជីឈឺព្រមទាំងនិយាយថាយ៉ាងណាសិស្សច្បងកុំចូលទៅពាក់ព័ន្ធជាមួយគេអីនៅមានពួកព្រឹត្តិចារទាំងនោះទៀតក៏មិនមែនជាមនុស្សល្អស្អីនោះទេសៅជាក៏គិតក្នុងចិត្តថាឈិងអ៊ីចូលចិត្តដាក់សារធាតុសម្រាប់បង្កប់ក្នុងថ្នាំលើរបួសបំផុតគឺដើម្បីបង្ខិតបង្ខំកូនសិស្សឲ្យចោះចាញ់ក្រោមអំណាចរបស់ខ្លួនកាលពីជីវិតមុនពេលខ្ញុំកើតម្ដងទៀតខ្ញុំបានខ្លាចជាជនរងគ្រោះដែរវានឹងត្រូវគេបៀតបៀនទៅហើយសប្តាហ៍ថ្ងៃនេះខ្ញុំមិនទាន់ស្គាល់ទឹកចិត្តជីឈឺច្បាស់លាស់ទេខ្ញុំមិនអាចប្រញាប់ប្រាប់រឿងខ្ញុំស្លាប់ហើយរួចកើតឡើងវិញឲ្យគេដឹងនោះឡើយសម្រាប់អ្នកចង់ឧបត្ថម្ភខ្ញុំអាចឧបត្ថម្ភខ្ញុំតាម QR នេះបានអ្នកនេះបងគាត់ខ្ជិលមើលខ្ញុំសម្រាប់គាត់អាចចូលទៅក្នុង Facebook ឲ្យទៅវាយចំណងជើងរឿងហ្នឹងក៏បានអ្នកនេះបើ account របស់គាត់ហ្នឹងទៅសេជា pin in ចឹងទៅវាបាក់វាយតិចចឹងទៅវាយចំណងជើងទៅគឺចេញលឿននេះហើយជួបគ្នានៅវីដេអូក្រោយជម្រាបលា